បាទសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះយើងទៅ reaction ជាមួយនឹងបទចម្រៀងរបស់ទេពវិសិទ្ធបទនេះគឺចេញយូរដែរហើយបងប្អូនបាទគឺបទនេះគឺនៅតែល្បីគឺស្ដាប់ទៅគឺយើងចង់ញាក់តាមបទចម្រៀងតែម្ដងគឺបទហ្នឹងមានចំណងជើងថាគឺ enjoy the moment អញ្ចឹងបទនេះលយក៏ចេញមកគឺភ្លេងគឺការនិពន្ធគឺចេញមកគឺល្អស្អាតល្អមែនទែនអញ្ចឹងយើងស្ដាប់ម្ដងហើយយើងចង់ស្ដាប់ម្ដងទៀតអញ្ចឹងគឺការនិពន្ធរបស់គាត់គឺចម្រៀងចេញមកគឺល្បីមែនទែនអញ្ចឹងគឺល្បីហើយយើងចូលចិត្តស្ដាប់ទៀតគ្រាន់តែយើងកាលណាតែចម្រៀងថ្មីយើងបើកចូល YouTube គឺខាងគឺចម្រៀងហ្នឹងគឺលោតមកមុនគេតែម្ដងអញ្ចឹងតែយើងចុចស្ដាប់ហើយអញ្ចឹងយើងចង់ស្ដាប់ភាសាទៀតឥឡូវយើងមកខាត់ពេលយូរយើងទៅ reaction ទាំងអស់គ្នាតោះ let's go ខ្ញុំដល់ខាងវិញវ៉ាវចូលមកទៅវ៉ាវយ៉ាងមិនដែរបងប្អូនបាទបទនេះខ្ញុំជឿជាក់ថាស្ដាប់ទៅ cool មែនទែនបងប្អូនបាទមើលការសម្ដែងរបស់គាត់គឺល្អមែនទែនហើយឡានសិតតែសេរីទំនើបគឺលយអញ្ចឹងក៏យើងមើលបទចម្រៀងហ្នឹងគឺវាថាយើងដាក់អារម្មណ៍តាមជាពិសេសគឺយើងស្ដាប់ហើយយើងចង់ញាក់តែម្ដងបទគាត់គឺយើងស្ដាប់ហើយយើងចង់ញាក់តាមបទចម្រៀងតែម្ដងបទគាត់គឺញាក់វាថាលក្ខណៈ hip hop អញ្ចឹងគឺលយមែនទែនបទចម្រៀងនេះគឺល្បីមែនទែនចេញយូររៀងយូរគួរសមដែរប៉ុន្តែយើងនិយាយទៅយើងចង់ស្ដាប់បទគាត់គឺយើងខាចុះខាឡើងពេលខ្លះចុចស្ដាប់មួយថ្ងៃ 2-3 ដងអីបណ្ណាហ្នឹងបងប្អូនបាទព្រោះយើងចូលចិត្តបាទជាពិសេសគឺភ្លេងគឺគាត់និពន្ធបានល្អមែនតើតោះ let's go cool ណាស់ cool មែនតើហ្មងបងប្អូនបាទនិយាយទៅបទនេះគឺនិយាយទៅគាត់និពន្ធគឺបទទើបតែចេញបានបទហ្នឹងគឺល្បីមែនតើគឺគាត់និពន្ធបានល្អមែនតើហើយគឺគាត់ច្រៀងគឺបានល្អទាំងកាយវិការទាំងការថតនិយាយទៅប្លង់ចេញមកគឺស្អាតតែម្ដងអញ្ចឹងគឺគាត់បកកាយនិពន្ធមែនតើបទនេះគឺយើងគ្រាន់តែចេញមកគឺយើងចង់ញាក់តាមមែនតើបងប្អូនគ្រាន់តែយើងស្ដាប់គាត់យើងស្ដាប់តាមបទចម្រៀងហ្នឹងគឺនិយាយទៅបើសិនជាដាក់កាសដាក់អីទៀតនោះនិយាយទៅដូចក្នុងក្លឹបអញ្ចឹងបងប្អូនបាទគឺចឹងស្ដាប់បណ្ដាគឺមានអារម្មណ៍ថាចង់រួមបណ្ដាប៉ុន្តែគាត់ថាពេលខ្លះយើងនៅកន្លែងធ្វើការឬក៏កន្លែងផ្សេងអីអញ្ចឹងយើងអាចរួមបានទេអញ្ចឹងគាត់ថាយើងទប់អារម្មណ៍ប៉ុន្តែក្នុងចិត្តរបស់យើងគឺយើងចង់រួមតាមបទហ្នឹងអញ្ចឹងណាតោះ let's go ទៅមុខទៀតវ៉ាវគឺគាត់បើកនេះគឺប្រហែលជាមើលទៅប្រហែលជាផ្លូវលបឿនលឿនបងប្អូនបាទប្រហែលជាផ្លូវលបឿនលឿនដែរព្រោះអីមើលទៅគឺឃើញស្រឡះស្អាតមែនតើហើយផ្លូវក៏ស្អាតទៀតនិយាយទៅគឺគាត់ថតបទនេះគឺល្អមែនតើគឺលយយើងស្ដាប់ទៅគឺលយមែនតើអញ្ចឹងគឺយើងគួរឲ្យចង់ស្ដាប់គឺបទទៅគឺយើងគាត់ស្ដាប់យើងចង់ញាក់តាមតែម្ដងតោះ let's go